នៅក្នុងកម្មវិធី Revit មានមុខងារមួយដែលយើងអាចធ្វើការកែប្រែ grid បែបនេះទៅជា grid ទម្រង់បែបនេះវិញបានដោយសារតាក់ទងជាមួយនឹងការប្រើប្រាស់ជាក់ស្ដែងមានន័យថាយើងយកតម្រូវការងារយើងជាគោលជាទូទៅនៅពេលដែលយើងរៀនកម្មវិធីអីមួយអ្នកទាំងអស់គ្នាគួរតែស្វែងយល់ថាតើអាកម្មវិធីហ្នឹងត្រូវធ្វើម៉េចដើម្បីឲ្យវាដូចការងារដែលយើងធ្វើការងារជាក់ស្ដែងប្រចាំថ្ងៃចឹងនៅក្នុងករណីហ្នឹងជាទូទៅភាគច្រើនគ្នាយើងអាកន្លែងក្បាលរបស់ grid នេះយើងអត់ដែលដូរទេវាចេញមកក្រក់ចឹងនៅក្នុងករណីហ្នឹង Revit យើងអាចផ្លាស់ប្ដូរបានតែសម្រាប់ការផ្លាស់ប្ដូរហ្នឹងវាមានពីរករណីទៀតទី1យើងអាចផ្លាស់ប្ដូរ grid ហ្នឹងនៅក្នុង model របស់យើងតែម្ដងក៏បានឬក៏មួយទៀតអ្នកទាំងអស់គ្នាអាចបង្កើត family មានន័យថាសម្រាប់ការរៀនគឺយើងត្រូវស្វែងយល់ឲ្យស៊ីជម្រៅដើម្បីយល់ពីដំណើរការនៃកម្មវិធីមួយវាមានកលុកកលៈបែបម៉េចដើម្បីយើងងាយស្រួលនៅក្នុងការកែអីមួយទៅតាមអ្វីដែលយើងចង់បានដោយឧទាហរណ៍នៅក្នុងករណីនេះ grid របស់យើងនេះ error ដែរអញ្ចឹងនៅក្នុងមុខងារ Revit វាមានកម្មវិធីមួយដែលជាមុខងារ Power Page នេះគឺយើងអាចផ្លាស់ប្ដូរ grid នេះឧទាហរណ៍ថានេះលេខ1លេខ2លេខ3លេខ4ហើយវាចេញ error អក្សរ S នេះអញ្ចឹងនៅក្នុងករណីហ្នឹងអ្នកទាំងអស់គ្នាអាចចូលមកកាន់កន្លែង numbering នេះ numbering ហ្នឹងមានន័យថាយើងអាចផ្លាស់ប្ដូរ grid របស់យើងហ្នឹងឲ្យតាមលំដាប់លំដោយយើងចង់ធ្វើមិនក៏បានដែរហ្នឹងនិយាយរួមជាខ្លីមានន័យថាពេលដែលយើងរៀនកម្មវិធីមួយចេះច្បាស់គឺយើងចង់ធ្វើឲ្យកម្មវិធីនឹងចេញអ្វីមួយទៅតាមតម្រូវការការងាររបស់យើងចឹងកន្លែងនេះគឺខ្ញុំយកជាប្រភេទ category នេះគឺខ្ញុំយកជាប្រភេទ grid ហេតុអីបានជាយើងយក grid ដោយសារតែការងាររបស់យើងនេះមានន័យថាដោយសារតែការងារដែលយើងចង់ផ្លាស់ប្ដូរនេះគឺមុខងាររបស់វាគឺជា grid អញ្ចឹងនៅពេលដែលយើងចង់ផ្លាស់ប្ដូរអីមួយនៅក្នុង Revit គឺយើងត្រូវស្វែងយល់ពី category របស់វាច្បាស់លាស់ក៏ដូចជាស្វែងយល់ពី technique នៅក្នុងការប្រើប្រាស់កម្មវិធីហ្នឹងគឺអ្នកទាំងអស់គ្នានឹងងាយស្រួលនៅក្នុងការរៀនបើយើងអត់យល់ទេវាធ្វើឲ្យការរៀនរបស់យើងវាមានភាពស្មុគស្មាញណាអញ្ចឹងករណីនេះគឺខ្ញុំយកកន្លែងនេះខ្ញុំដូរមក grid មកដោយសារតែមូលហេតុគឺខ្ញុំចង់ដូរ grid ទាំងអស់នេះបន្តមកទៀតកន្លែងនេះបើយើងចង់បន្ថែមលេខក៏បានដែរប៉ុន្តែកន្លែងនេះខ្ញុំអត់ detail ច្រើនទេដោយសារតែខ្ញុំចង់បានពីលេខរៀងនេះមានន័យថាវាដេញជា series ពីលេខ1លេខ2ដេញរហូតអញ្ចឹងណាអញ្ចឹងករណីហ្នឹងបន្ទាប់មកខ្ញុំយកកន្លែង select by window ហ្នឹងមានន័យថាពេលដែលយើងយកមុខងារហ្នឹងហើយយើងអាចធ្វើការ select លើ grid ទាំងអស់នេះបានចង់ select លើ grid ខាងក្រោមនេះក៏បានដែរហ្នឹងគឺជាមុខងារមួយដែលវាបង្កើតមកសម្រាប់យើងធ្វើការ select by window អញ្ចឹងណាចាឥឡូវយើងមើលជាក់ស្ដែងបន្ទាប់មកខ្ញុំគ្រាន់តែ select មកលើ grid របស់យើងទាំងអស់ហ្នឹងមកហើយខ្ញុំចុច OK មកមានន័យថាវានឹងដូរអូតូឲ្យយើងតែម្ដងដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងណាអញ្ចឹងដូចខ្ញុំបញ្ជាក់ដដែលអញ្ចឹងដោយសារតែការរៀនគឺយើងត្រូវស្វែងយល់ពីមួយចំណុចទៅមួយចំណុចឲ្យបានច្បាស់លាស់ដើម្បីឲ្យយើងងាយស្រួលបន្ទាប់មកទៀតត្រង់ចំណុចនេះខ្ញុំនិយាយរៀងលើសហើយដោយសារតែអ្វីដែលយើងចង់បានគឺយើងចង់ដូរតែក្បាល grid នេះទេប៉ុន្តែដោយសារមិញហ្នឹងគឺ file របស់ខ្ញុំនេះវា error ដែរអញ្ចឹងខ្ញុំបង្ហាញអ្នកទាំងអស់គ្នាមុខងារ Power Page មួយទៀតអញ្ចឹងណាបន្ទាប់មកទៀតអ្នកទាំងអស់គ្នាធ្វើការ select លើក្បាលព្រួយរបស់យើងនេះហើយនៅក្នុងមុខងារហ្នឹងគឺវាមានពីរលក្ខខណ្ឌយើងចង់ធ្វើការ edit នៅក្នុងកន្លែង edit grid នេះក៏បានឬក៏អ្នកទាំងអស់គ្នាចង់បង្កើត family ថ្មីក៏បានអាហ្នឹងមានន័យថាពេលដែលយើងយល់យើងចង់ធ្វើនៅក្នុងលក្ខខណ្ឌមួយណាក៏បានដែរប៉ុន្តែករណីនេះខ្ញុំ edit នៅក្នុង project របស់យើងស្រាប់ទៅដើម្បីកុំឲ្យវាវែងឆ្ងាយបន្ទាប់មកអ្នកទាំងអស់គ្នាមើលកន្លែង symbol នេះវាតទៅជាមួយនឹង grid head ហ្នឹងណាចឹងអ្នកទាំងអស់គ្នាធ្វើការ copy ចំណុចហ្នឹងមកបន្ទាប់ពី copy ហើយយើងធ្វើការ search នៅខាងស្ដាំដៃនេះវិញយើង control V បន្ទាប់មកយើងធ្វើការ edit មកមានន័យថាយើង right click យកពាក្យថា edit ហើយអ្នកទាំងអស់គ្នាគូ symbol ថ្មីមកសម្រាប់ការគូ symbol ថ្មីហ្នឹងមានន័យថានេះជាតម្រូវការការងារយើងចង់គូ style មិនក៏បានដែរបើការងារអ្នកទាំងអស់គ្នាចង់បានខុសពី model ហ្នឹងក៏អ្នកទាំងអស់គ្នាគូតាមហ្នឹងទៅវាអត់អាស្រ័យថាត្រូវតែធ្វើតាមគ្រូប្រាប់ទេមានន័យថាពេលដែលយើងចេះហើយយើងធ្វើអីក៏បានដែរតាមតម្រូវការការងាររបស់យើងណាយើងអត់ចាំបាច់ថាត្រូវតែចេះធ្វើតាម style ហ្នឹងដដែលអញ្ចឹងពេលដែលយើងរៀនអញ្ចឹងគឺយើងរៀនអត់ឆ្លាតទេមានន័យថាស្អីក៏ដោយឲ្យតែពេលយើងចេះហើយយើងច្នៃអារបស់ដែលយើងចេះហ្នឹង
ទៅជា concept design ខ្លួនឯងទៅអញ្ចឹងករណីហ្នឹងគឺអ្នកទាំងអស់គ្នាអាចយល់បានហើយតបមកខ្ញុំធ្វើការ mirror តាក់ទងជាមួយនឹងចំណុច line ដែលខ្ញុំគូថ្មីហ្នឹងអញ្ចឹងណាហើយនៅក្នុងមុខងារ Revit យើងអាចធ្វើការយកកន្លែង comment create similar នេះក៏បានដែរករណីខ្លះយើងខ្ជិលចូលទៅកាន់ tool ដដែលអញ្ចឹងណានៅពេលដែលអ្នកទាំងអស់គ្នាបង្កើតបានទម្រង់ប៉ុណ្ណឹងហើយយើងអាច offset line អ្នកចូលមកក្នុងទៀតក៏បានដែរប៉ុន្តែករណី line នេះបើយើងអត់ចង់ឃើញដិតទេយើងចុច TL មកដើម្បីកុំឲ្យកម្រាស់ line ហ្នឹងវាដិតពេកតោះមកយើងអាចប្រើ comment offset ឧទាហរណ៍ថាយើងចង់ចូលមែនឧទាហរណ៍ថាខ្ញុំដាក់ 0.3 ចុះតាមពិតអាកន្លែងនេះយើងចង់ដាក់ប៉ុន្មានក៏បានដែរអ្នកទាំងអស់គ្នាដូចខ្ញុំបញ្ជាក់ដដែលអញ្ចឹងរៀនអីមួយបើកាលណាយើងយល់ហើយយើងឆ្នៃអារបស់យល់ហ្នឹងទៅតាមតម្រូវការការងាររបស់យើងមកករណីនេះខ្ញុំអត់ detail ឆ្នោតទេតាក់ទងមួយទំហំអក្សរអីហ្នឹងវាអាចនឹងធំអញ្ចឹងណាគ្រាន់ថាកន្លែងនេះខ្ញុំបង្ហាញមុខងារឲ្យអ្នកទាំងអស់គ្នាស្វែងយល់ទៅអ្នកទាំងអស់គ្នាអាចនឹងស្វែងយល់ចំណុចហ្នឹងបានបន្ទាប់មកយើងយកពាក្យ override មកមានន័យថាយើងយកថ្មីហ្នឹងមកប្រើលើអាចាស់អញ្ចឹងណាអញ្ចឹងករណីហ្នឹងអ្នកទាំងអស់គ្នាបានក្បាលព្រួញរបៀបហ្នឹងហើយប៉ុន្តែបើអ្នកទាំងអស់គ្នាអត់ពេញចិត្តទេយើងអាចដូរបន្ថែមទៀតបានមានន័យថាពេលដែលយើងយល់ហើយយើងចង់ធ្វើមិនក៏បានសេចចិត្តរបស់យើងអញ្ចឹងនៅក្នុងវីដេអូដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នាហ្នឹងគឺយើងមានប៉ុណ្ណឹង